តែឈិនគិតពេញពេកចឹងគាត់ឈប់ផឹកបណ្ដោយលោកតាឈិនបានឮដំណឹងថានាងបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយស្លាប់បាត់បង់ជីវិតចំទៅចេះវិញបាទមិនមែនចឹងមិនមកពីគូប៉ុងទេបាទលោកតាឈិនជឿថាវិញ្ញាណរបស់នាងសុជាតានៅតែវិលវល់មកកាន់កន្លែងដែលនាងចូលចិត្តបំផុតនោះគឺតុចុងក្រោយនៅក្នុងហាងកាហ្វេរបស់គាត់នាងប្រហែលជានៅតែចង់មកអង្គុយផឹកកាហ្វេនិងស្វែងរកភាពស្ងប់ស្ងាត់ដូចកាលពីនាងនៅរស់កាហ្វេនេះបាទញៀនដល់ខ្មោចទេបាទចាប់តាំងពីបានដឹងរឿងនោះមកវិសិទ្ធលែងសូវខ្លាចហើយប៉ុន្តែមានអារម្មណ៍អាណិតទៅវិញគាត់នៅតែបន្តមកហាងកាហ្វេនេះពេលយប់ហើយជួនកាលគាត់តែងតែកំងកាហ្វេខ្មៅត្រជាក់មួយកែវគឺកាហ្វេតកហ្នឹងបាទដាក់ឲ្យទៅខាងចុងតុគេជូនកាហ្វេទៅខាងនារីហ្នឹងបាទនារីខ្មោចណាទុកឲ្យស្រមោលដែលមើលមិនឃើញគាត់គិតថាប្រហែលនេះគឺជាអ្វីដែលវិញ្ញាណសុចិតាចូលចិត្តជាប់តាក់ទងអីគ្នានោះរហូតមកដល់សប្តាហ៍ថ្ងៃអ្នកដែលមកផ្ទះកាហ្វេស្ងាត់ជ្រងំនោះនៅតែមានឱកាសឃើញស្រមោលនារីរ៉ូបសមានឱកាសទៀតបាទអតិជនដ៏ល្អបាទអាចមានសិទ្ធិឃើញខ្មោចបាទលយមែនបាទនៅចុងតុខាងក្រៅនោះផ្ទាល់តែម្ដងអ្នកខ្លះខ្លាចរត់ចេញអ្នកខ្លះទៀតគ្រាន់តែមើលពីចម្ងាយក៏មានអារម្មណ៍ថាបាសសក់ព្រឺក្បាលទៅហើយហាងកាហ្វេតូចនេះ